បឡាវនិងរុស្ស៊ីធ្វើសម្ពាធប្រចាំឆ្នាំ2026ដែលមានឈ្មោះថា Typhoon ប្រែជាភាសាខ្មែរថាខ្យល់ព្យុះបើយោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីកងទ័ពរុស្ស៊ីដែលធ្វើដំណើរចេញពីភាគខាងកើតបានមកដល់ប្រទេសឡាវហើយដើម្បីធ្វើសម្ពាធយោធាជាមួយកងទ័ពឡាវដោយនៅក្នុងសម្ពាធយោធាមួយនេះកងទ័ពប្រទេសទាំងពីរបានផ្ដោតសំខាន់ទៅលើការប្រឆាំងនឹងភេរវកម្មការសង្គ្រោះបឋមហើយទាហានរុស្ស៊ីបានជួយបង្ហាត់កងទ័ពពិសេសឡាវនៅយុទ្ធវិធីសង្គ្រាមសម័យទំនើបនិងឲ្យជាប្រប្រាស់សពិវត្តរុស្ស៊ីទើបផ្ដល់ឲ្យកងទ័ពឡាវនាពេលថ្មីនោះគឺ AK-12 ដែលជាកាំភ្លើងស្វ័យប្រវត្តិស៊េរីថ្មីទំនើបហើយអាវុធមួយនេះត្រូវបានកងទ័ពរុស្ស៊ីយកទៅប្រើប្រាស់សាកល្បងក្នុងសង្គ្រាមអ៊ុយក្រែនរួចហើយ AK-12 បានបង្ហាញសមត្ថភាពរបស់ខ្លួនបានល្អបំផុតនេះបើតាមសម្ដីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានអះអាងគូបញ្ជាក់ផងដែលថាកងទ័ពពិសេសឡាវទទួលបានអាវុធស៊េរីថ្មីពីរុស្ស៊ីបន្ទាប់ពីប្រទេសកុម្មុយនីសមួយនេះបានបញ្ជូនទាហានរបស់ខ្លួនចំនួន50នាក់ទៅជួយដោះមានឲ្យកងទ័ពរុស្ស៊ីនៅតំបន់ខឺសកាលពីខែកក្កដាឆ្នាំ2025កន្លងទៅ